มรณะปรำดาโกนจ้ามาយើងរស់នៅក្នុងផ្ទះគេធ្វើចរិតឲ្យថ្លៃថ្នូរបើម្ចាស់គេវាយម្ដាយត្រូវវាយម្ចាស់គេម្ដាយវិញបើគេធាក់គេវិញយើងមិនមែនមរណៈមេដាទេគឺមរណៈប្រាំដាអញ្ចឹងអ្វីត្រូវតែផ្លាស់ប្ដូរបើវាបោកសក់ទៅបោកសក់វាវិញបើវាវាយទៅវាយវាវិញវាយណាហ៎នាងមរណៈប្រាំដាឆាប់ទៅចូលក្នុងព្រៀងបើឯងមិនចូលទេต้องឲ្យកូនយើងចូលវិញម៉ែចូលទៅយើងមិនចូលទេទុកមកឲ្យចូលក្នុងព្រៀងឲ្យស៊ីកូនកាត់មែនទៅទឹកអីហ៎ម៉ែច្រឡំហ្នឹងនាងមរណៈប្រាំដាហេវិកចាហើយខ្លាចភ្លេចឈ្មោះមែនហ៎ម៉ែមកវិញឆ្លើយហៅម៉ែទៅហងផ្ញើទុកសិនចុះថ្ងៃណាពីយើងនឹងមកយកវិញនាងមរណៈប្រាំដាឆាប់ទៅបិទស្អំជៀនបងទីល្ងាចនាងពេញពួងទុកហ្នឹងហើយចាមីងនាងពេញពួងអញនិយាយថាយ៉ាងម៉េចហ៎វាយហើយវាយវិញទៅឲ្យចាវិញខ្ញុំនិយាយពីឆ្កែម៉ែកូននោះឲ្យទៅពេញទៅផ្សារម្ដងណាវាប្រុសហើយសែនប្រុសដូចតែបានប្រុសចង់ឲ្យខ្ញុំប្រាប់ខ្ញុំថាអញ្ចេះបើឆ្កែពេញនឹងប្រុសហ៎ត្រូវពូដាក់វាវិញបើវាទះត្រូវផ្ទះវាវិញវាពីពួកអត់ឯងមិនដឹងវាខ្ញុំចាំខ្ញុំតែឆ្កែតើហើយពីណាម៉ែកូនឯងនឹងឆ្កែហ៎យើងមិនមែនឆ្កែទេបើមិនមែនទេបិទមាត់ហើយបងជៀនស្អំរាល់ថ្ងៃពីអ្នកម៉ែកូននឹងអត់ទលន់ទេអញទលន់ទាំងងាប់ហើយស្អំនេះស្អុយទៀតយ៉ារឹងខ្ពើមកណាម៉ែភ្លាមម៉ែមិនបែរទេទុកយើងបែរវិញអូយយើងមករណាបែរណាបែរវិញណាយើងមិនចេះបែរទេបើស៊ីចេះវាកចាស់ចេញធ្វើអីណាក្មួយស៊ីពីងជិញបើមទេមីងនេះពីងក្រោយខ្ញុំនេះពីទៀតស៊ីហីពុកបេះអំសាហ្នឹងណាបើឃើញឆ្លើយទៅអីពីអ្នកម៉ែកូននឹងប្រាទៀតហើយមែនចាប្រាទៀតហើយថ្ងៃមើលប្រាថ្ងៃចេះឈប់ទេហើយស៊ីកំពុងជៀនស្អំទីទៀតមុខនេះស្អំហើយអ្នកច្បងអ្នកកោដងមកពីមរណៈប្រាំណានិយាយដើមណាឯងអ្នកចិត្តខាងរួយក្នុងយើនិយាយដើមខ្ញុំផងហ៎និយាយដល់ណាឯងនិយាយដែរម៉ែវិញពីដល់ម៉ែប៉ុណ្ណឹងហើយម៉ែមិនធម្មតាទេហ៎នាងមរណៈប្រាំដាថ្ងៃនេះគឺជាថ្ងៃអវសានរបស់ឯងហើយកុំចូលមកបើឯងហ៊ានទៅចូលមកយើងនឹងចាប់ពួកយើងគឺជាពួកតែឯងស្គាល់ស្នេកទេតែស្នេកនេះបាត់ណាស់ហើយនោះមីងពេញពួងនាងមរណៈប្រាំដាថ្ងៃនេះអ្នកទាំងពីរដល់ទៅមកចំការល្ងខ្ញុំពីណាម៉ែខ្ញុំមិនបានទៅទេអាឡ័យទៅផ្សារសុភីអញ្ចឹងអ្នកទាំងពីរមើលការខុសត្រូវក្នុងចំការផងហើយយាមចំការផងប្រយ័ត្នចោលលួចចាមេបុនម៉ែបុនហ្មងមេកាចាមេកាអូយដឹងចំការអីទេល្ងពី3ដើមហើយខ្លាចគេលួចទៀតហើយចកាណាផ្ទះអត់សូវបានផលសោះមកកូនបានឲ្យទៅសម្រាប់សិន